យ៉ាងហោចណាស់មនុស្ស162អ្នកស្លាប់និងជាង400អ្នកបានបាត់ខ្លួនក្នុងគ្រោះទឹកជំនន់និងការរអិលបាក់ដីនៅព្រំដែននេប៉ាល់និងចិនយោងតាមព័ត៌មាន BBC ដែលចេញផ្សាយនៅត្រឹមព្រឹកថ្ងៃទី27សីហានេះបានឲ្យដឹងថាទឹកជំនន់ភ្លាមនិងការរអិលបាក់ដីដ៏សាហាវបានវាយប្រហារតំបន់ព្រំដែនភ្នំហេម៉េឡៃរវាងប្រទេសនេប៉ាល់និងតំបន់ទីបេរបស់ប្រទេសចិនកាលពីរសៀលថ្ងៃពុធទី26ខែសីហាគ្រោះមហន្តរាយនេះបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់162អ្នកស្លាប់ខណៈមនុស្សជាង400អ្នកទៀតបានបាត់ខ្លួនក្នុងនោះមានអ្នកទេសចរបរទេសជាច្រើនអ្នកអាជ្ញាធរបានបើកប្រតិបត្តិការស្វែងរកនិងសង្គ្រោះជនរងគ្រោះខណៈចំនួនអ្នកស្លាប់និងបាត់ខ្លួននឹងបន្តកើនឡើងបន្ថែមទៀតគួរបញ្ជាក់ថាទឹកជំនន់នេះបានកើតឡើងភ្លាមបន្ទាប់ពីផ្ទាំងទឹកកកនៅលើភ្នំហេម៉េឡៃបានបាក់រអិលធ្លាក់ចូលទៅក្នុងទន្លេដែលធ្វើឲ្យចំនួនទឹកកើនឡើងបណ្ដាលធ្វើឲ្យបាក់ទំនប់ទឹកហើយបរិមាណទឹកដ៏ច្រើនបានហូរចុះតាមជ្រលងភ្នំក្នុងរយៈពេលដ៏ខ្លីនិងបង្កជាទឹកជំនន់ដ៏ខ្លាំងទៅកាន់តំបន់ខាងក្រោមដោយសារតំបន់រងគ្រោះខាងក្រោមមិនមានភ្លៀងធ្លាក់ហើយប្រជាពលរដ្ឋមិនបានដឹងមុនឬទទួលបានការព្រមានអំពីទឹកជំនន់ដូច្នេះពួកគេនៅតែបន្តសកម្មភាពប្រចាំថ្ងៃហើយចរន្តទឹកដ៏ខ្លាំងបានហូរមកដល់ភ្លាមគ្រោះមហន្តរាយនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងស្រុកចំនួន3របស់ប្រទេសនេប៉ាល់ក្នុងនោះបានបំផ្លាញគម្រោងវារីអគ្គិសនីចំនួន9និងសាខាធនាគារពាណិជ្ជចំនួន9ផងដែរមន្ត្រីក្រសួងទេសចរនេប៉ាល់បានរាយការណ៍ថាក្នុងចំណោមភ្ញៀវទេសចរជាង400នាក់ដែលត្រូវបានរាយការណ៍ថាបាត់ខ្លួនមានប្រហែល300នាក់គឺជាជនបរទេសតំបន់ភ្នំនេះគឺជាទីតាំងដ៏ពេញនិយមសម្រាប់អ្នកឡើងភ្នំនិងអ្នកធ្វើធម្មយាត្រាដែលធ្វើដំណើរមកកាន់តំបន់ហេម៉េឡៃនិងទីបេលោកសាមេតផូការ៉ែលអ្នកនាំពាក្យរដ្ឋាភិបាលនេប៉ាល់បាននិយាយថារដ្ឋាភិបាលបានស្នើសុំឲ្យប្រទេសឥណ្ឌានិងចិនជួយក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកនិងសង្គ្រោះអ្នករងគ្រោះជ្រលងភ្នំដែលចោលរបស់នេប៉ាល់គឺជាផ្លូវដឹកជញ្ជូននិងជាខ្សែសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាជនក្នុងតំបន់ប៉ុន្តែតំបន់នេះមានហានិភ័យខ្ពស់នៅពេលមានគ្រោះមហន្តរាយធម្មជាតិកើតឡើងរូបភាពពីតំបន់រងគ្រោះបានបង្ហាញថាអគារនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានគ្របដណ្ដប់ដោយភក់និងកំទេចកំទីបន្ទាប់ពីចរន្តទឹកដ៏ខ្លាំងបានហូរកាត់